រឿងមហាលកៈច័ន្ទឌីល័យការចម្រើននៅពុទ្ធគុណមានតម្លៃកាត់មិនបានថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូទ្រង់ស្ថិតនៅជាសុខក្នុងនិរោធសមាបត្តិនៃក្រុងរាជក្រឹសក្នុងពេលជិតភ្លឺព្រះអង្គទ្រង់ប្រមាណនិស្ស័យរបស់សត្វលោកដោយពុទ្ធចក្ខុទ្រង់បានឃើញស្រីចន្ទឌីចាស់ម្នាក់នៅក្នុងចន្ទឌីលក្រៀមនៃក្រុងរាជក្រឹសនោះជាស្ត្រីល្ងងអាប់ឥតប្រាជ្ញាតាំងតែពីកើតមកដរាបដល់ចាស់ជរាពុំដែលបានធ្វើកុសលណាមួយឡើយប្រព្រឹត្តធ្វើតែអំពើទុច្ចរិតម្យ៉ាងការបើស្លាប់នឹងធ្លាក់ទៅកើតក្នុងមហានរកពុំខានលុះទ្រង់ជាបដូច្នេះហើយក៏មានព្រះតីករុណាចំពោះយាយចន្ទឌីនោះពុនពេកដល់ភ្លឺច្បាស់ឡើងក៏ទ្រង់បានជីវរនាំភិក្ខុសង្ឃជាច្រើនអង្គមានព្រះមុខកលៀនជាដើមចរចូលទៅបិណ្ឌបាតក្នុងចន្ទឌីលក្រៀមនោះយាយចន្ទឌីកំពុងតែដើរទប់ខ្លួនតាមមិគាព្រះភគវាទ្រង់ឈររាំងផ្លូវពុំឲ្យយាយចន្ទឌីនោះដើរទៅទីដតីបានឡើយព្រះមហាមុគលានបានជាហេតុនោះហើយក៏ប្រាប់យាយចន្ទឌីថាណែយាយព្រឹទ្ធាយាយអញ្ជើញទៅណាចូលថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូសិនការដែលបានជួបនឹងព្រះបរមគ្រូនេះប្រសើរពេកណាស់ព្រោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងសពដោយព្រះអង្គឯងឥតមានគ្រូអាចារ្យណាប្រដៅដាស់តឿនព្រះអង្គឡើយព្រះអង្គមានព្រះតីករុណាអាណិតដល់យាយទើបទ្រង់និមន្តមកដើម្បីឲ្យយាយបានសេចក្តីសុខចម្រើនទៅកើតក្នុងស្ថានសួគ៌ចូលយាយត្រេកអរចំពោះព្រះសម្ពុទ្ធបរមគ្រូចុះយាយចន្ទឌីលើកដៃឡើងបាំងថ្ងាសអើតមើលព្រះភ័ក្ត្រព្រះសម្ពុទ្ធសេចក្តីជ្រះថ្លាកើតឡើងក៏អង្គុយដាក់ឈើច្រត់ក្បែរខ្លួនហើយថ្វាយបង្គំដោយសេចក្តីជ្រះថ្លាមានពុទ្ធានុសតិជាអារម្មណ៍ព្រះសម្ពុទ្ធទ្រង់ជ្រាបថាយាយចន្ទឌីនេះអស់អាយុហើយត្រូវស្លាប់ក្នុងពេលឥឡូវនេះការបើស្លាប់ហើយនឹងបានទៅកើតក្នុងស្ថានតាវតឹងពុំខានលុះជ្រាបដូច្នេះហើយក៏និមន្តហួសទៅបិណ្ឌបាតក្នុងចន្ទឌីលក្រៀមនោះទៅឯយាយចន្ទឌីក៏ក្រោកដើរទៅផ្ទះមានចិត្តស្ថិតនៅក្នុងពុទ្ធគុណជាឯកតារម្មណ៍ក្នុងពេលនោះមានមេគោមួយមានកូនខ្ចីបានឃើញព្រះសម្ពុទ្ធនិងព្រះសង្ឃក៏ផ្អើលស្ទុះទៅជន់យាយចន្ទឌីនោះស្លាប់ទៅយាយចន្ទឌីក៏ទៅកើតក្នុងវិមានមាសកម្ពស់12យោជន៍នៃស្ថានតាវតឹងទេវលោកសោយទឹកសម្បត្តិជាសុខក្សេមក្សាន្តសូមអនុមោទនា